គឺលោកត្រាំគម្រាមដកទ័ពចេញពីសម្ព័ន្ធមិត្ត3ប្រទេសនៅអឺរ៉ុបដោយសារតែអត់បានជួយអ្វីដល់សង្គ្រាមជាមួយអ៊ីរ៉ង់លោកត្រាំគាត់រៀងដូចខកចិត្តជាមួយនឹងសម្ព័ន្ធមិត្តគាត់នៅអឺរ៉ុបខ្លាំងមែនទែនជាពិសេសអង្គការ NATO បងប្អូនដោយសារតែពេលដែលសង្គ្រាមជាមួយអ៊ីរ៉ង់អង្គការនេះដូចជាមិនស្របប៉ុន្តែអង្គការ NATO ដើម្បីជារដ្ឋអធិបតេយ្យអង្គការអធិបតេយ្យមួយក៏គួរតែជំទាស់ដែរព្រោះអីការរំលោភឈ្លានពានដែនអធិបតេយ្យរដ្ឋបរទេសពីរដ្ឋបរទេសមួយរដ្ឋមួយអញ្ចឹងគឺជាអំពើផ្ទុយរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិទេខ្ញុំមិនមានអីភ្ញាក់ផ្អើលទេអញ្ចឹងគេរៀងដូចរារែកហ្នឹងគឺវាសំរុំទេប៉ុន្តែលោកត្រាំខុសខ្លួនឯងហើយគាត់ចង់ឲ្យគេចូលខុសជាមួយដើម្បីបានគ្នាច្រើនទៅកុំឲ្យខុសតែម្នាក់ឯងហើយដល់អញ្ចឹងគេអត់ព្រមអញ្ចឹងទៅឥឡូវគាត់ថាបើអត់ទេអត់ប្រយោជន៍ដដែលចង់ដកទ័ពចេញពីអាល្លឺម៉ង់ចេញពីអ៊ីតាលីនិងចេញពីប្រទេសអេស្ប៉ាញគាត់ព្រមានថ្ងៃហ្នឹងថានឹងដកព្រោះអីអត់ប្រយោជន៍អត់ជួយអីសោះតើតើនឹងរឿងសង្គ្រាមនៅអ៊ីរ៉ង់ហើយគាត់ថាចេះអារឿងជួយមធ្យមឯងងុំរឿងថាអាមេរិកអត់មានផលពីកប៉ាល់ដឹកប្រេងចេញពីច្រកហោះមូសហ្នឹងសោះដឹកទៅអាល្លឺម៉ង់ដឹកទៅអេស្ប៉ាញដឹកទៅអ៊ីតាលីអីហ្នឹងសើបានប្រយោជន៍ខាងហ្នឹងមកឲ្យអាមេរិកវាញ់ម្នាក់ឯងហើយប្រទេសទាំងអស់នេះបើយើងគិតជា logic គេថាចុះមានណាគេប្រើតាំងពីដើមទីមកណាប្រើឲ្យទៅវាយអ៊ីរ៉ង់បើកុំវាយច្រកហ្នឹងគេអត់បិទឯណាគេចង់គិតថាអញ្ចឹងណាប៉ុន្តែយ៉ាងណាក៏ដោយទ័ពអាមេរិកនៅប្រទេសអ៊ីតាលីនៅអាល្លឺម៉ង់និងនៅអេស្ប៉ាញសរុបទាំងអស់36,000នាក់បើដកមកវិញគឺអឺរ៉ុបភ័យហើយភ័យមិនមែនភ័យរឿងអ៊ីរ៉ង់ទេភ័យរឿងរុស្ស៊ីឯណោះលោកត្រាំគាត់និយាយរាល់ដងគាត់ថាអ៊ីរ៉ង់អស់អាលីងហើយអាកងទ័ពអាកាសក៏អាលីខ្ទេចអាជើងទឹកក៏លិចទៅបាតសមុទ្រអស់ដែរក៏ប៉ុន្តែថ្ងៃនេះមន្ត្រីប៉ង់តាហ្គោនណាដែលជានាយសេនាធិការចម្រុះប្រធាននាយសេនាធិការចម្រុះគឺប្រធានទ័ពចម្រុះរបស់អាមេរិកហ្នឹងគឺឡើងមកនិយាយថាតាមពិតអ៊ីរ៉ង់នៅមានអាកប៉ាល់លឿនណាអាទូកបរទូចហ្នឹងដែលដាក់បំពាក់កាភ្លើងយន្តហ្នឹងដែលបដិញវាយប្រហារលះហ្នឹងនៅច្រើនអស់ហើយអ្វីផ្សេងទៀត159គ្រឿងដែលជាកប៉ាល់ចម្បាំងធំលិចទៅបាតសមុទ្រអស់ហើយប៉ុន្តែឥឡូវនេះនៅសល់កប៉ាល់របៀបបដិញឲ្យបាញ់ប្រហារឲ្យរត់គេចអញ្ចឹងអាមេរិកត្រូវដោះស្រាយជាមួយនឹងអាទូកអូបឺឬក៏កប៉ាល់លឿននឹងទៀតដែលមន្ទីរបញ្ចកោហ្នឹងថាត្រូវតែដោះស្រាយបញ្ហាហ្នឹងថាអ៊ីរ៉ង់នៅតែហ្នឹងឯងក្រៅពីហ្នឹងខ្ទេចខ្ទីអស់ហើយរឿងនេះក៏បើយើងស្ដាប់ទៅក៏អត់ប្រសើរដែរព្រោះអីតានៅមានអាហ្នឹងគឺអាមេរិកព្រោះអ៊ីរ៉ង់នៅអាចធ្វើព្យុះធ្វើភ្លៀងនៅច្រកហ័រមូសហ្នឹងដែលគាត់នៅបាញ់កប៉ាល់បាញ់អីចាប់កប៉ាល់ចាប់អីបានអាមេរិកកប៉ាល់អីផ្សេងក៏ដោយឆ្លងកាត់ច្រកហ័រមូសអត់បិទទេបិទតែកប៉ាល់ដឹកចេញពីកំពង់ផែអ៊ីរ៉ង់អាមេរិកខូចដែរហើយអ៊ីរ៉ង់ក៏ថាអត់ទេតើតបើកទាំងអស់បានដាក់សំណើថ្មីអ៊ីរ៉ង់អាមេរិកថាអត់បើអត់បើកអត់ដាក់សំណើមកបាញ់ទៀតស្ថានីយទូរទស្សន៍ PNN របស់អ្នកអង្គការលីយ៉ុងផាត់បិទការផ្សាយជាស្ថាពរឥតប្រាប់មូលហេតុតាមពិតស្ថានីយបើកឡើងជាង10ឆ្នាំហើយជាងមួយទសវត្សរ៍ហើយគឺជាសម្បត្តិរបស់លោកលីយ៉ុងផាត់លុយមកត្រឹមសម្បត្តិបើកស្ថានីយទូរទស្សន៍ PNN នេះគាត់ចង់បើក100ទៀតក៏បានដែរលុយគាត់ក្រាលផ្លូវដេកបិទបើករថយន្តកិនបានមួយជីវិតគាត់100ជីវិតទៀតក៏លុយលោកលីយ៉ុងផាត់មិនដឹងយកទៅណាអស់ដែរព្រោះខ្លាចទៅជាអ្នកអុកញ៉ាទៅទៀតមិនមែនត្រឹមអុកញ៉ាទេតែទូរទស្សន៍នេះបិទពីយប់ថ្ងៃទី30ខែឧសភាឆ្លងចូលថ្ងៃ30ខែមេសាឆ្លងចូលថ្ងៃ1ខែឧសភាហ្នឹងគឺបិទមិនប្រាប់មូលហេតុប៉ុន្តែបងប្អូនមិនបាច់ឆ្ងល់ទេទូរទស្សន៍យើងសប្ថ្ងៃហ្នឹងអស់មានអ្នកមើលហើយព្រោះយើងជាទូរទស្សន៍ពិធីសារទូរទស្សន៍យើងផ្សាយតែពីរឿងសមិទ្ធិរបស់គណៈបកកាន់អំណាចឃោសនាបោកប្រជាពលរដ្ឋពីការអភិវឌ្ឍគ្រប់កន្លែងឃើញតែអភិវឌ្ឍប៉ុន្តែរះខ្លោចផ្សារទឹកភ្នែកអត់ដែលផ្សាយទេហើយជួនកាលនឹងផ្សាយពាណិជ្ជកម្មវាច្រើនពេកទៅរះកលែងចង់មើលចង់អីទៅហើយដល់ពេលឥឡូវគេមើលតាម Facebook ទៅបើកទូរទស្សន៍មានគ្នារាប់រយនាក់ហ្នឹងបានប្រយោជន៍ស្អីបើគេធ្វើ show តាមម្នាក់សោះហ្នឹងគឺចាញ់ទាំងអ្នកលក់លេផងណាគេមានតែវីដេអូ live show មួយគេមានអ្នកមើល 3-4K ឯងទូរទស្សន៍ជាតិជាពិសេសបើកមើលជួនកាលមាន3នាក់ហ្នឹងគឺមានអ្នកកាន់មីក្រូមួយអ្នកកាន់ម៉ាស៊ីនភ្លើងមួយហើយនឹងអ្នកបើក Facebook ហ្នឹងឯងអ្នកដែលចុច like ឲ្យមើលហ្នឹងក្រៅពីហ្នឹងគ្មាននរណាមើលហើយអត់ដឹងខ្លួនទៀតដោយសារតែយើងធ្វើឲ្យតម្លៃសារព័ត៌មានហ្នឹងវាសាបដូចទឹកទន្លេហ្នឹងបានបើកស្អីក៏ថាវាមិនដើរដែរដោយសារអីគេលែងមានជំនឿហើយជំនឿហ្នឹងគឺអតិថិជនហ្នឹងឯងចឹងបើខ្ញុំសរសើរបងប្អូនដែរខ្ញុំសោកស្ដាយដែរដែលបងប្អូនដែលជាកម្មករនិយោជិតនៅ PNN ហ្នឹងគ្នានឹងបាត់បង់ការងារដែលគួរឲ្យសោកស្ដាយបាត់បង់ប្រាក់ចំណូលខ្ញុំចូលរួមសោកស្ដាយប៉ុន្តែអត់មានអីភ្ញាក់ផ្អើលទេរឿងការផ្សព្វផ្សាយព័ត៌មានរបៀបពិធីសារតាបុណ្យកឋិនបុណ្យស្អីហែចូលនេះវត្តនេះអ្នកនេះគេឈូសផ្លូវនេះគេធ្វើអីផ្លូវអីអើយបានហើយ
ប្រជាពលរដ្ឋអត់ត្រូវការមើលអាហ្នឹងឯណោះទឹកភ្នែកស្រូវចុះថោករាំងរឹសអំពើពុករលួយបរិស្ថានលួចរ៉ែលួចមាសលួចខ្សាច់ស្អីហ្នឹងបញ្ហាសន្តិសុខសង្គមសេដ្ឋកិច្ចអប់រំសុខាភិបាលគេចង់បានស្ដាប់អញ្ចឹងតើយើងជួយអីដោះស្រាយអត់ដែលទេគិចរហូតហើយថ្ងៃនេះយើងឃើញប្រទេសបារាំងបង្ហាញការសោកស្ដាយចំពោះការដែលសម្រេចតម្កល់សាលក្រមផ្ដន្ទាទោសដាក់ពន្ធនាគារ27ឆ្នាំលើលោកកម្មសខាដែលជាសកម្មជនការពារសិទ្ធិមនុស្សនិងជាអិសរាជជនឆ្នើមម្នាក់នៃគណៈបកប្រឆាំងក្នុងសវនាការជំនុំជម្រះកាលពីសាលាធរហើយប្រទេសបារាំងអំពាវនាវឲ្យអាជ្ញាធរកម្ពុជាគោរពសិទ្ធិជាមូលដ្ឋានឲ្យសមស្របទៅតាមការបដិញ្ញាជាអន្តរជាតិរបស់ខ្លួនគេរំលឹកយើងរហូតដូចក្មេងបៀមដៃហើយឲ្យលើកទឹកចិត្តឲ្យមានការពិចារណាវិធានការអនុគ្រោះអីខ្លះចំពោះបុគ្គលទាំងឡាយណាដែលកំពុងជាប់ឃុំដោយសារតែការអនុវត្តសិទ្ធិមូលដ្ឋានគេណែនាំយើងតែបើគេណែនាំយើងវាមកជុំឲ្យងុំនឹងយើងហ្នឹងដើរតួគឺធ្វើជាគេហៅចិត្តជាទេវទត្តមាត់ជាទេវតាម៉ាត់ថ្ងៃមុននេះទៅសេសាទៅប្រទេសភូមាអបអសាទរគេបន្ធូរបន្ថយទោសអ្នកស្រីអង្សានស៊ូជីនិងដោះលែងអ្នកទោសជាង4000នាក់គាត់ថាម៉េចនោះគឺជារឿងត្រឹមត្រូវហើយដោយសារតែអឺភូមាកំពុងតែធ្វើខ្លួនឲ្យត្រូវត្រឹមត្រូវដើម្បីចូលរួមវិលមកនៅក្នុងអង្គការអាស៊ានហ្នឹងពេញមុខពេញមាត់គេទៅលើកទឹកចិត្តអ្នកប្រទេសភូមាមិនអង្ឡាងដែលជាមេដឹកនាំរបបសឹកដុតមនុស្សទាំងរស់គ្រាន់តែថាដោះលែងអ្នកទោសអីទិញទួចយើងអបអរសាទរវាល្អហើយជាចេតនាល្អហើយក៏ប៉ុន្តែនៅពេលដែលសរសើរគេទៅបានមួយអាទិត្យដាក់ទោសអ្នកទោសខ្លួនឯងដែលជាប្រជាប្រដ្ឋខ្មែរខ្លួនឯងជាអ្នកនយោបាយដូចតែអ្នកស្រីអង្សានស៊ូជីដែរថែម5ឆ្នាំទៀតកំពុងតែសរសើរគេបទូបថយទោសអ្នកទោសនយោបាយគេថាល្អហើយយើងវិលចូលអាស៊ានពេញមុខពេញមាត់គេតែនៅក្នុងពេលហ្នឹងយើងបំផ្លាញគេឈ្មោះខ្លួនឯងនៅក្នុងអាស៊ាននិងឆាកអន្តរជាតិធ្វើឲ្យជាបន្ទុករបស់អាស៊ានគឺទី1គ្រាន់តែនិយាយសរសើរភូមិដោះលែងអ្នកទោសនយោបាយបទូបថយលោកផុនយុទ្ធក៏ជាប់គុកអត់លែងភឹងសភាឬក៏សុនស្រននឹងសានសិទ្ធអីជាមួយនឹងអ្នកដតីទៀតសរុបទៅ33នាក់ជាប់គុកអត់លែងហើយដោយលោកកម្មសិក្ខាទៀតតើវាមានន័យថាតើយើងនៅបោកប្រាស់ប្រជាពលរដ្ឋយ៉ាងដូចម្ដេចខ្ញុំពងតែអត់ឆ្ងល់អស់លោកគិតថាបោកប្រាស់នឹងប្រជាពលរដ្ឋជឿមែនគេមិនអាចធ្វើអីបានប៉ុន្តែអស់លោកបោកយ៉ាងនេះគឺជាការក្បត់មនសិការឧត្តមកតេបើអស់លោកជឿបនបាបអស់លោកចុះនរកងាប់ព្រោះអីស្បត់ច្រើនណានៅក្នុងរដ្ឋសភានឹងសុទ្ធតែក្អែបខំធ្លាក់យន្តហោះកលាប់ឡានវិនិច្ឆ័យសន្តិអីនិយាយពីស្បត់ទឹកសម្បត្តិហ្នឹងមិនដឹងថាសាបដូចទឹកទន្លេយ៉ាងម៉េចទេអត់ព្រមកាច់ឲ្យបាក់ខ្លះសោះឆ្ងល់ដែរបើយើងមិនជឿលើប្រព័ន្ធតុលាការជឿលើអាគមអូមអាមហ្នឹងគួរតែអាសម្បត្តិហ្នឹងគឺធ្វើឲ្យអ្នកទាំងអស់នឹងប្រកាច់ប្រកិនគ្រប់គ្នាទៅព្រោះអីក្បត់សម្បត្តិរបស់ខ្លួនទៅសរសើរគេថាគេដោះលែងអ្នកទោសល្អហើយសរសើរប្រទេសគេដែលជាប្រទេសផ្ដាច់ការសោះដល់មកខ្លួនឯងដាក់ទោសខ្លួនឯងប្រជាជនខ្លួនឯងទៅលើកសរសើរប្រទេសគេក្នុងការដោះលែងប្រជាជនគេឯប្រជាជនខ្មែរគ្នាឯងឈាមឯងឲ្យយើងដាក់ទោសអត់មានដោះលែងនេះតើយើងជាអីទៅវិញតើបេះដូងយើងកើតពីអីកំពុងតែឆ្ងល់សាងពីអីហើយដល់ពេលយើងលើកលែងឲ្យដោះលែងជាការពិតលើភូមិគេធ្វើទៀតថ្ងៃនេះគឺរដ្ឋាភិបាលភូមាដែលដឹកនាំដោយរបបសឹកដែលគេកោលទោសជំវិញពិភពលោកបន្ធូរបន្ថយទោសអ្នកស្រីអង្សានស៊ូជីថែម1/6ទៀតចឹងកាលពីមុន27ឆ្នាំ27ឆ្នាំ28ឆ្នាំស្តៀងតែលោកកម្មសខាអត់ខុសអាលីងឥឡូវគេបន្ថយដំបង1/6បានន័យថយបាន4ឆ្នាំដែរនៅសល់21 22ឆ្នាំឥឡូវដក4-5ឆ្នាំទៀតនៅសល់18ឆ្នាំហើយផ្ទេរពីការជាប់ឃុំនៅក្នុងគុកយកមកឲ្យជាប់គុកនៅឯក្នុងផ្ទះនៅទីក្រុងណៃពីដោវិញយ៉ាងហោចណាស់ក៏វាប្រសើរដែរមិនទាន់ដោះលែងទាំងអស់ហើយអ្នកស្រីអង្សានស៊ូជីអាយុ80ឆ្នាំហើយហ្នឹងជាយាយហើយហ្នឹងរួចទៅនៅធ្វើទុកបុកម្នេញគេដល់ណាលោកកម្មសខាក៏អាយុ72ឆ្នាំដែរហើយបើនៅអាយុ8ហើយគាត់នៅជាប់គុក8 10ឆ្នាំទៀតហ្នឹងអ្នកស្រីអង្សានស៊ូជីជាប់គុកក្នុងផ្ទះបានន័យថាស្លាប់នៅក្នុងផ្ទះលោកកម្មសខា27ឆ្នាំឥឡូវ72បូកចូលគ្នាគឺតើតាអាយុ90ជាងហ្នឹងគឺអត់បានចេញអីធ្វើអីទេអាហ្នឹងឬដែលយើងបង្ហាញអំពីថាភាពចាស់ទុំភាពកែប្រែរបស់យើងខ្ញុំអត់យល់
អង្សានស៊ូជីមែនតែនទៅគាត់ជាឈាមជ័រអ្នកនយោបាយដែរទេព្រោះឪពុករបស់អ្នកស្រីអង្សានស៊ូជីគឺជាលោកអង្សានលោកអង្សានគឺជាអឺគេហៅថាបិតាជាតិរបស់ប្រទេសភូមាដូចយើងទៅហៅបកូនណាប្របាទនរោត្តមសីហនុថាជាព្រះបិតាជាតិអីចឹងគឺលោកអង្សានហ្នឹងគឺជាបិតាជាតិដោយសារតែដឹកនាំក្រុមចលនាតស៊ូបដិវត្តន៍ដើម្បីផ្ដួលរំលំឬក៏ទាមទារដែនអធិបតេយ្យភូមាពីអាណានិគមនិយមរបស់អង់គ្លេស ដូច្នេះការតស៊ូរបស់គាត់ប៉ុន្តែមិនយូរប្រមាណគាត់ក៏ត្រូវបានគេធ្វើឃាតប៉ុន្តែវីរៈភាពរបស់គាត់ហ្នឹងគឺនៅតែភ្លឺស្វាងរហូតតអ្នកស្រីអង្សានស៊ូជីមកកាន់ដឹកនាំមកគឺប្រជាពលរដ្ឋទុកចិត្តឪពុករបស់អ្នកស្រីអង្សានស៊ូជីដែលជាលោកអង្សានហ្នឹងគាត់បោះឆ្នោតឲ្យឈ្នះភ្លុកទឹកភ្លុកដីប៉ុន្តែមុននឹងបោះឆ្នោតហ្នឹងចាប់អ្នកស្រីដាក់គុកក្នុងផ្ទះ15ឆ្នាំអ្នកស្រីទទួលបានពានរង្វាន់ Nobel សន្តិភាពក្នុងឆ្នាំ1991និយាយទៅ91ហ្នឹងគឺជាឆ្នាំដែលកម្ពុជាបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីប៉ុន្តែអ្នកស្រីអត់អាចថ្លែងសារអរគុណនៅពានរង្វាន់ Nobel សន្តិភាពចំពោះការតស៊ូដោយអហិង្សាដើម្បីការផ្សះផ្សានៅភូមាហ្នឹងទេគឺរហូតតតែឆ្នាំ2012ណោះទើបបានអាចប្រកាសជាផ្លូវការ10ឆ្នាំចិត្តនិយាយទៅគឺ11ឆ្នាំក្រោយបានទទួលពានរង្វាន់ហ្នឹងបានអាចប្រកាសទទួលពានរង្វាន់ហ្នឹងព្រោះនៅជាប់គុកនៅក្នុងផ្ទះដល់តែពេលគាត់ឈរឈ្មោះបោះឆ្នោតគឺឆ្នាំ2000គឺឈ្នះភ្លុកទឹកភ្លុកដីហ្មងឲ្យតែគេចង់បានថាឲ្យបើកគឺឈ្នះទឹកភ្លុកទឹកភ្លុកដីដល់ពេលឈ្នះភ្លុកទឹកភ្លុកដីយោធាធ្វើរដ្ឋប្រហារនៅក្នុងឆ្នាំ2021ចាប់អ្នកឃុំសម្លាប់មនុស្សអស់6-7,000នាក់អ្នកខ្លះដុតទាំងរស់ប្រជាពលរដ្ឋដែលនិរទេសភៀសខ្លួនភៀសសឹកដោយសារតែបញ្ហារដ្ឋប្រហារយោធាដឹកនាំដោយឧត្តមសេនីយ៍មិនអង្លាំងហ្នឹងណាគឺមានដល់ទៅជាង3លាននាក់ដោយទាំងពួកខាងរ៉ូហិញយ៉ាហ្នឹងទៀតខ្លោចផ្សាមែនតើមានប្រព្រឹត្តអកតកម្មប្រឆាំងមនុស្សជាតិផងអកតកម្មសង្គ្រាមផងដែលរដ្ឋាភិបាលមិនអង្លាំងហើយចាប់អ្នកស្រីអង្សានស៊ូជីដាក់គុកហើយចាប់មេដឹកនាំគណៈបកប្រឆាំងអឺជាប្រធានាធិបតីមេដឹកនាំបកប្រឆាំងរបស់អ្នកស្រីអង្សានស៊ូជីដាក់គុកដែរម្នាក់សើរាប់ឆ្នាំ6 7ឆ្នាំសម្រាប់មេដឹកនាំបកនេះក៏ប៉ុន្តែទៅដោះលែងមេដឹកនាំបកហ្នឹងប្រហែលថ្ងៃប្រហែលមួយអាទិត្យមុនហ្នឹងប៉ុន្តែឥឡូវហ្នឹងមិនអងឡាងហ្នឹងដោយសារតែរំលាយគណៈបកប្រឆាំងចោលដែលឈ្នះឆ្នោតភ្លុកទឹកភ្លុកដីធ្វើការបោះឆ្នោតដោយអត់មានគណៈបកប្រឆាំងសោះដល់អញ្ចឹងទៅឈ្នះភ្លុកទឹកភ្លុកដីដោយគណៈបកប្រជាជនកម្ពុជារំលាយគណៈបកសង្គ្រោះជាតិចោលហើយទៅមេដឹកនាំគេនៅជាប់គុកអញ្ចឹងទៅដោយលោកកឹមសុខាអញ្ចឹងនិយាយទៅដូចគ្នានោះដូចហើយយើងទៅសរសើរគេនៅពេលដែលគេធ្វើឲ្យយើងអត់មានបានធ្វើអីសោះភូមិអាក្រក់មែនតើអង្គការសហប្រជាជាតិកោតទោសភូមាប្រទេសអាស៊ានហ្នឹងក៏អត់មានណាទទួលស្គាល់ទេសូម្បីតែប្រទេសហ្វីលីពីនដែលជាអាស៊ានដែលជាម្ចាស់ផ្ទះនេះជាប្រធានអាស៊ានបដូវវេននេះអត់ស្វាគមន៍ភូមាឲ្យចូលរួមជំនួបកម្ពុជាអីទេណាគេនៅតែជំទាស់របបសឹកហ្នឹងប៉ុន្តែសុកស្រាប់តែរដ្ឋមន្ត្រីការបរទេសថៃគេទៅចាប់ដៃជាមួយមិនអង់ឡាងឯណានោះវិញហើយកម្ពុជាសុកទៅសរសើរភូមាពីរឿងដោះលែងអ្នកទោសឯណាដូចរឿងទៅសៀអាម៉េចទៅរកអារបបផ្ដាច់ការហ្នឹងហើយទៅបើថាសរសើរគេយើងធ្វើដែរអត់អីទេអញ្ចឹងគេធ្វើមែនតើយើងធ្វើលេងភូមាចាប់អ្នកទោសដាក់ឃុំជាង20000នាក់ក្នុងហ្នឹងគឺសិទ្ធិបាតកោតវ៉ាទាមទារឲ្យបកគលអំណាចមកឲ្យគណៈបកប្រឆាំងរបស់អ្នកស្រីអង្សានស៊ូជីវិញដោយគណៈបកសង្គ្រោះជាតិចឹងប៉ុន្តែជាប់គុកទៅហើយដោះលែងម្ដង4-5000ណាដោះលែងប៉ុន្តែនៅច្រើនណាហើយដោះលែងចុងក្រោយនេះណាបើតដោះលែង4000នាក់ជាងអ្នកទោសមនសិការមានតែ200-300នាក់ឯងភាគច្រើនសិនអ្នកទោសដែលដល់វេនដែលធូរទោសហើយទេដែលចង់និយាយថាកម្រិតទោសទណ្ឌគេហ្នឹងវាដល់ល្មមដែលគេបទូបថយរាល់ឆ្នាំពេលបុណ្យចូលឆ្នាំរបស់គេហ្នឹងយើងអត់ទេបើថាបុណ្យចូលឆ្នាំដោះលែងអ្នកទោសដែរគឺយើងអត់ដែលមានពួកប្រឆាំងទេគឺពួកប្រឆាំងត្រូវតែជាប់គុកមួយជីវិតចឹងមកឬក៏ជាប់តតែផុតថ្ងៃចឹងមកផុតថ្ងៃហើយអត់ដោះលែងតន់ទៀតចឹងបានថាអើយចឹងបានថាយើងហ្នឹងគឺវាអស្ចារ្យមហាលុតផ្លោះមែនតើឥឡូវពេលដែលយើងសួរតាក់ទងជាប់រឿងនេះហើយសួរថាតើថៃចំណេញអីនៅពេលដែលលោកស៊ីអាសាភួងកេកែវរដ្ឋមន្ត្រីក្រសួងការបរទេសថៃចូលទៅចាប់ដៃភូមាកាលពីប្រហែលប្រហែលជាអាទិត្យមុននេះទៅសហការជាមួយមិនអង់ឡាងទៅទទួលស្គាល់រដ្ឋាភិបាលផ្ដាច់ការដែលដឹកនាំដោយរបបសឹកយោធានេះតើវាធ្វើឲ្យអាស៊ានហ្នឹងវាធ្ងន់ប៉ុណ្ណាតាមពិតថៃមានរូបភាពពីរដែលទៅគៀកជាមួយនឹងភូមាហើយខ្ញុំមិនដឹងថាហេតុអីបានខ្មែរយើងនាំគ្នាទៅសរសើរភូមាដែរទៅគៀកភូមាដែរនៅពេលដែលយើងមិនថៃគោលដៅរបស់ថៃមានពីរធំទី1
ថៃចង់ការពារបញ្ហាព្រំដែនជាមួយនឹងភូមាដោយសារតែមានចំនួនប្រដាប់អាវុធជាមួយភូមាដែរអញ្ចឹងស្អំចិត្តទៅកុំឲ្យពិបាកព្រោះធម្មតាចំនួនប្រដាប់អាវុធជាមួយភូមាមានពាក់ព័ន្ធដល់ជនភៀសឹកជនភៀសឹកភូមារ៉ូហិនយ៉ាឬក៏ជនភៀសឹកអីដទៃទៀតដែលនៅជាប់ព្រំដែនហ្នឹងអាចនឹងដូចថារត់ចូលនៅប្រទេសថៃធ្វើឲ្យថៃពិបាកដោះស្រាយអញ្ចឹងបើសហការគ្នាជាមួយភូមាស្អំចិត្តរបបសឹកនេះទៅវាអត់មានចំនួនហ្នឹងទៅវាអាចទប់ទល់ទាំងជនភៀសឹកវាអាចទប់ទល់ទាំងការរៀលដាលនៃចំនួនប្រដាប់អាវុធព្រំដែនភូមាព្រោះថៃកំពុងតែមានបញ្ហាចំនួនប្រដាប់អាវុធជាមួយកម្ពុជាត្រៀមទ័ពមកទល់ដែនកម្ពុជាដើម្បីកាងយកអាដីខ្មែរជាង60ជិតជាង50កន្លែងនេះឲ្យបានអញ្ចឹងកម្លាំងទ័ពរបស់ថៃសម្រួចខ្លាំងមកទប់ខាងទល់ដែនខ្មែរនេះច្រើនពេកហើយដូច្នេះអត់មានកម្លាំងដើម្បីទប់នៅព្រំដែនភូមាទេអញ្ចឹងដើម្បីឲ្យថៃមានកម្លាំងវៃបានសងខាងហើយអញ្ចឹងកុំឲ្យអស់កម្លាំងគឺស្អំភូមាសិនបើទោះបីជាដឹងថាផ្ដាច់ការក៏ទៅចរចាជាមួយគេចាប់ដៃជាមួយគេសរសើរគេទៅតាមពិតនេះគឺជាកំហុសឆ្គងធំបំផុតរបស់ថៃគឺក្នុងការដែលធ្វើឲ្យអាស៊ានកាន់តែទន់ខ្សោយព្រោះអីអាស៊ានអត់ត្រូវការអោបកសោបមេដឹកនាំផ្ដាច់ការដុតមនុស្សទាំងរស់អញ្ចឹងទេព្រោះវាធ្វើឲ្យអាស៊ានខ្សោយប៉ុន្តែស៊ីហសៈភួងកេតកែក៏អត់បារម្ភទេគាត់ចង់ឲ្យគាត់ឃើញថាពួតដៃគ្នាជាមួយភូមាលែងមានបញ្ហាព្រំដែនជាមួយភូមាទប់ឲ្យជាប់អញ្ចឹងទុកកម្លាំងដើម្បីទប់ខ្មែរហើយក្នុងពេលជាមួយគ្នានេះស្រាប់តែនាំគ្នាពង្រៀងស្ថានភាពទៅកកកកាយរឿងដែនសមុទ្រទៅវិញថៃមកដល់ម៉ោងនេះគឺទៅហើយអត់ថយក្រោយទេគឺនាំគ្នាលុបMOU 2001គឺអនុសារណៈនៃការយោគយល់គ្នានៅឆ្នាំ2001ស្ដីពីការគ្រប់គ្រងដែនសមុទ្រជុំគ្នាឥឡូវកម្ពុជាកំពុងតែលេងល្បែងថៃនឹងដែរព្រោះថៃល្បិចរបស់គេគឺជាការដែលគេហៅ classic ពាក្យថា classic ហ្នឹងគឺបានន័យថាជាល្បិចបែបបុរាណដែលគេអនុវត្តជាទូទៅឧទាហរណ៍បើរឿងធំនៅបាងកកដោះស្រាយរឿងនយោបាយអត់ចេញ classic tactic របស់គេគឺគេមកដុតនៅព្រះវិហារឲ្យប្រជាពលរដ្ឋមកតវ៉ាបាតកម្មនៅព្រះវិហារអញ្ចឹងអាជាតិនិយមហ្នឹងគឺភ្លេចអស់អារឿងនយោបាយនៅកណ្ដាលក្រុងបាងកកមកដុតព្រះវិហារអញ្ចឹងទៅអញ្ញាអញ្ញៃអញ្ចឹងទៅភ្លេចមួយសារយុទ្ធសាស្ត្រ classic នេះគឺជាការពង្រៀងដានភ្លើងឆេះព្រៃធំនៅកន្លែងណាមួយដើម្បីកុំឲ្យមនុស្សឡាយតែលងនៅក្នុងការដែលមើលភ្លើងឆេះព្រៃធំហ្នឹងមកដុតកន្លែងព្រៃណាទូចចឹងឲ្យអញ្ញាអញ្ញៃពេញទឹកពេញដីចឹងទៅពង្រៀងការចាប់អារម្មណ៍ហើយធ្វើឲ្យការដែលវាយប្រហារអត់ចំគោលដៅទេដោយសារតែយើងបែកខ្ញែកឥឡូវថៃកំពុងលេងល្បែងនេះហើយគឺគោលដៅរបស់ថៃធំបំផុតគឺខ្លាចខ្មែរសម្រាំងខ្លាំងទៅលើព្រំដែនដែលបាត់ទៅថៃ59កន្លែងនេះគឺថៃចាប់ផ្ដើមយកដែនសមុទ្រMOU យកមកលេងដើម្បីអីរឿងដែលអត់មានរឿងសោះមាន MOU ជាមួយគ្នាតាំងពី2001មក25ឆ្នាំហើយអត់ដែលមានរឿងអីសោះស្រាប់តែមកដល់ម៉ោងនេះស្រាប់តែថៃគេលុបចោលហើយតាមពិតអាដែនសមុទ្រនៃ MOU ហ្នឹងប្រយោជន៍ថៃច្រើនជាងខ្មែរទេព្រោះអីក្នុង MOU ហ្នឹងអាកោះគុតហើយនៅដែននៅជាប់កោះគុតហ្នឹងជាការគ្រប់គ្រងរបស់ថៃបានច្រើនមែនតើក្នុង MOU ហ្នឹងគឺកោះគុតជារបស់ថៃ100%ណាហើយនៅក្នុងដែនសមុទ្រត្រួតស៊ីគ្នា26000គីឡូម៉ែត្រក្រឡាហ្នឹងគឺវាអាចនៅការប្រទីងបន្ទងគ្នាប៉ុន្តែអត់មានការទៀមទាកោះគុតអីបានទេប៉ុន្តែបើលុបវាចេញបានន័យថាម៉េចវាទៅជាចំណេញខ្មែរវិញឯងមិនចឹងហ៎បើយើងមើលមែនតើណាអឺប៉ុន្តែហេតុអីបានជាខ្មែរលេងល្បែងថៃខ្មែរហ្នឹងក៏លេងល្បែងចរិតមាន់អាសដែរគឺយើងដឹងថាបើលុប MOU ហ្នឹងចំណេញខ្មែរទេប៉ុន្តែយើងធ្វើអារបៀបចរិតមាន់អាសគេហៅថាចង់ប្រាប់សហគមន៍អន្តរជាតិថាកម្ពុជាចង់បានព្រំដែនសុខសប្បាយជាមួយគ្នាយើងចង់ឲ្យមានសុខសន្តិភាពជាមួយគ្នាយើងចង់ឲ្យមាន MOU នឹងដដែលទៅកុំលុបវាអីព្រោះអីយើងអាចសម្រួលដោះស្រាយគ្នាជៀសវាងចំនួនប្រដាប់អាវុធខ្មែរចង់ប្រាប់ភាសាហ្នឹងទៅសហគមន៍អន្តរជាតិថាយើងចាស់ទុំប៉ុន្តែចាស់ទុំហ្នឹងយើងបង្ហាញពីភាពខ្សោយរបស់ខ្មែរខ្លាំងមែនតើបើយើងដឹងច្បាស់ថាអាព្រម MOU 2001ហ្នឹងចំណេញខ្មែរចុះហេតុអីក៏មិនខ្លាំងដូចហ៊ុនសែនកាលគាត់ថាពីរឿងអាគេលុប EBA ដក EBA 20%ថាកុំដក20%ដក100%ហ្មងក៏ប៉ះក្បាលខ្មែរដែរចុះឥឡូវបើយើងគិតថាចំណេញខ្មែរកុំថាដករឿងអា MOU 2001ហ្នឹងដកឲ្យអស់ក៏បានដែរយើងចាំទៅតុលាការអន្តរជាតិមកចុះហេតុអីក៏យើងមិនខាញ់រែងឬក៏អួតអាងដូច្នេះហេតុអីបានជាយើងនៅកុំដកអីសោកស្ដាយដែលសោកស្ដាយអាម៉េចបើសិនជាចំណេញយើងហេតុអីបានយើងសោកស្ដាយប្រជាពលរដ្ឋខ្មែររងការធ្វើប្រជាពិធដ្ឋបោកប្រាស់ពីអ្នកនយោបាយខ្មែរគ្រប់ស្រទាប់នេះហើយដែលធ្វើឲ្យខ្មែរវិលវល់អត់ដឹងរឿងអីឲ្យប្រកាសតែឥឡូវវាចំណេញអ្នកណាឲ្យប្រកាសអា MOU 2001ហ្នឹងមែនតែនទៅបើយើងនិយាយឲ្យស្មោះត្រង់ចំណេញខ្មែរបានច្រើនតាក់ទងនឹងកោះគុតហ្នឹងហ្មងបើយើងទៀមទាការគ្រប់គ្រងកោះគុតមាន MOU 2001ហ្នឹងណា
គឺថៃភ័យនឹងបាត់កោះគុតមួយចំណែកណាមកខ្មែរវិញអាហ្នឹងបើសិនជាហេតុផលហ្នឹងតែបើដកទៅគឺថៃបាត់បង់អ្វីទៀមទាហ្នឹងវាទៅធ្វើឲ្យខ្មែរចំណេះចុះបើអញ្ចឹងហេតុអីខ្មែរមិនព្រមប្រាប់ថាដកក៏ដកទៅឯងចង់ដកព្រោះអីអឺបើយើងដឹងថាយើងចំណេញឥឡូវលោកហ៊ុនសែនយកឱកាសនេះទៅផ្សាយអត្ថបទវិភាគរបស់អ្នកដែលបណ្ឌិតថៃឯណានោះដែលគេនិយាយថាបើលុប MOU ហ្នឹងអ្នកដែលខាតគឺថៃមិនមែនខ្មែរទេហើយព្រមានថៃកុំឲ្យដក MOU 2001ហ្នឹងឥឡូវខ្មែរមានប្រៀបហេតុអីបានខ្មែរសោកស្ដាយបើខ្មែរមានប្រៀបថាបើគេលុប MOU ហេតុអីបានជាយើងសោកស្ដាយហេតុអីបានជាយើងយំស្រណោះស្រក់ទឹកភ្នែកនៅលើសាកសពមួយដែលមិនមែនជាសមាជិកគ្រួសារដែលគ្មានចំណែកអីរបស់យើងដែលអត់មានប្រយោជន៍អីយើងសោះតែយើងទៅយំសោកស្ដាយកគ្រូកខៈហ្នឹងដើម្បីឲ្យគេដឹងថាយើងមានសមានចិត្តតាមពិតវាអត់មានចំណែកតាមពិតបើគេលុប MOU ត្រូវចំណេញខ្មែរដោយលោកហ៊ុនសែនកំពុងតែយកមកផ្សាយហ្នឹងគឺចង់ប្រាប់ថាលុប MOU ហ្នឹងចំណេញខ្មែរតាយើងកំពុងតែលេងល្បែងជាតិតុបនីយអន្តរជាតិតុបនីយកម្មគឺយើងចង់ឲ្យពិភពលោកឃើញពីភាពវិលវល់ហើយឥឡូវយើងលេងល្បែងថៃទៀតដោយសារអីថៃបានដីខ្មែរ59កន្លែងថៃចង់ដុតព្រៃទូចហ្នឹងជាពិសេសគឺ MOU 2001ដែលមានស្រាប់ហ្នឹងដើម្បីឲ្យយើងវង្វេងវង្វាន់ខុសសមរភូមិឥឡូវយើងអស់សមរភូមិវាយហើយព្រោះអត់អាចទៅតតាំងថៃអត់ព្រមប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំប្រទានអន្តរជាតិឥឡូវគេទៅដុតព្រៃមួយនៅម្ដុំ MOU 2001ឲ្យយើងវង្វេងវង្វាន់បញ្ញវន្តនិស្សិតបណ្ឌិតរបស់យើងនាំគ្នាជជែកពី MOU 2001វ៉ែចុះទៅចែកធ្វើអីបើលុបទៅចំណេញខ្មែរហ្នឹងស្ងាត់មាត់ទៅបានហើយលុបអីលុបទៅយើងនិយាយឲ្យដាច់ចឹងមើលបើយើងបកកាយលុបអីលុបទៅបើចំណេញយើងហេតុអីបានជាយើងទៅខ្វល់ខ្ញុំពងតែឆ្ងល់ផ្ទុយទៅវិញភ័យជាងគេអា2000នេះអា MOU 2000ព្រំដែនដីដែលគេយកបាននេះបើលុបអា2000ហ្នឹងគឺថៃអត់ព្រមមកវាស់វែងអាហ្នឹងបានយើងភ័យអាហ្នឹងវាយើងខាតយើងច្រើនមែនតើតែឥឡូវយើងនាំគ្នាបោកប្រាស់ប្រជាពលរដ្ឋប្រជាពិធឲ្យនាំគ្នាជជែកបងប្អូនកុំចាញ់បោកអ្នកនយោបាយបានហើយវាអត់មានរឿងអីទៅខ្វល់រឿង MOU 2001 2000តបល់យកនឹងអីទៀតទេបានហើយបើយើងមានអាច្បាប់ស្អីសន្ធិសញ្ញាសមុទ្រអី UNCLOS អីណានោះធ្វើទៅហើយកុំទៅរណបរឿងថៃនេះអីពេកបានហើយឈប់អោបជើងថៃទៅឈប់អង្វរថៃឈប់សោកស្ដាយឈប់សំណោះអីទៀតទៅបានហើយថៃធ្វើឲ្យយើងជូរចត់រកអ្វីថ្លែងមិនបានទេហើយអត់ត្រូវការរណបអត់ត្រូវការអោបជើងអត់ត្រូវការអង្វរថៃអីទៀតទេយើងមិនវាយថៃទេយើងគ្មានកម្លាំងវាយថៃទេមិនបាច់និយាយរឿងវាយថៃទៀតទេបានហើយបើយើងមិនសាមគ្គីជាតិយើងនេះត្រូវរើគ្នាប៉ុន្តែក៏យើងមិនអោយថៃរួចខ្លួនដែរពីរឿងយន្តការអន្តរជាតិគឺច្បាប់អន្តរជាតិតុលាការយុត្តិធម៌អន្តរជាតិតុលាការព្រហ្មទណ្ឌអន្តរជាតិយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហេតុអីបានជាយើងនៅអោបជើងបែបនេះវាផ្ទុយស្រឡះពីអ្វីដែលយើងធ្វើសម្រាប់ជាតិសាសន៍ខ្លួនឯងនេះយើងអត់ដែលប្រណីទេបើរំលាយគណៈបកសង្គ្រោះជាតិរំលាយអ្នកឯងឲ្យចិញ្ច្រាំអ្នកឯងឲ្យដាច់ជាកង់ជាកំណាត់គឺថាយើងទឹកភ្នែកយើងហូរដូចយើងកពើស៊ីឆ្លុះចឹងណាបងប្អូនយើងស៊ីនឹងមិនមែនហូរដោយសារសំណោះនឹងឆ្លុះងាប់ទេគឺសបាយរីករាយធម្មជាតិរបស់កពើហូរទឹកភ្នែកអានេះគេហៅទឹកភ្នែកកពើគឺយើងសបាយចិញ្ច្រាំគេជាតិសាសឯងដាក់គុកគ្មានត្រាប្រណីយើងធ្វើកើតដល់ពេលជាមួយជាតិសាសគេយើងសុទ្ធតែអូញុះញង់ឲ្យមានការពហិការផលិតផលគេឲ្យស្អប់ជាតិសាសគេឲ្យស្អីយើងប្រកែប៉ុន្តែអាយន្តការដែលបានទៅឈ្នះគេរឿងយន្តការច្បាប់អន្តរជាតិអត់ទុកឲ្យថៃធ្វើអីស្រេចចិត្តឥឡូវថៃគេបបួលយើងទៀតលុបអា MOU 2001ហ្នឹងគឺគេចង់បបួលយើងឲ្យទៅតុលាការអន្តរជាតិតាហើយយើងអត់ទេនៅដោះស្រាយទ្វេភាគីនឹងសិនទៅព្រោះយើងគោរពប័ណ្ណជប់បាញ់ពីរនាក់ម្នាក់គេអត់គោរពអន្តរជាតិអត់មាននរណាគ្រប់គ្រងយើងអីមួយហើយអន្តរជាតិអត់គ្រប់គ្រងយើងគួរតែស្អំចិត្តអន្តរជាតិដើម្បីបានអន្តរជាតិងាកមកគ្រប់គ្រងយើងវិញឲ្យអន្តរជាតិកោតទោសយើងទៀតរឿងលោកកម្មសុខារឿងសកម្មជនអីទៀតតើយើងរំពឹងអីឲ្យប្រកាសមើលអស់លោកប្រាប់ខ្ញុំមើលបញ្ញវន្តបណ្ឌិតសុខខ្មែរប្រាប់ខ្ញុំមើលឲ្យយើងរំពឹងអីហើយទៅបោកប្រជាពលរដ្ឋឲ្យជឿសង្ឃឹមលើរដ្ឋាភិបាលនឹងសង្ឃឹមអីគេខ្ញុំអត់យល់ logic គឺអញ្ចឹងយើងធ្វើជាតិអន្តរជាតិតុបនីយកម្មរឿងព្រំដែនដូចតថៃធ្វើអន្តរជាតិតុបនីយកម្មនៃរឿងបញ្ហា MOU 2001ដែរយើងខំប្រឹងទូងស្គរប្តឹងទៅជូនសារទៅអង្គការសហប្រជាជាតិឬក៏អ្នកណាពាក់ព័ន្ធនឹងចំនួនព្រំដែនតែយើងធ្វើទាំងអស់អារឿងដែលអត់ត្រូវធ្វើតែរឿងត្រូវធ្វើតែមួយគត់ប្តឹងទៅតុលាការអន្តរជាតិដែលទៅតែម្ដងចប់យើងអត់ធ្វើយើងសុកចិត្តធ្វើដដែល7 800ដងដែលអត់ប្រយោជន៍
យើងធ្វើរឿងដដែលហើយរំពឹងបានលទ្ធផលផ្សេងពីហ្នឹងគិតមើលខ្លួនឯងទៅតើយើងធ្វើរឿងដដែលហើយចង់រំពឹងបានលទ្ធផលខុសពីហ្នឹងតើវាយើងយ៉ាងម៉េចកង់ធ្លាក់ច្រវាក់អាកង់ហ្នឹងវាធ្លាក់ច្រវាក់ព្រលឹមឡើងទាញកង់មកអាច្រវាក់ហ្នឹងវាធូរអញ្ចឹងយើងធាក់ទៅ3 4គ្រូបធ្លាក់ច្រវាក់លើកច្រវាក់មកប្រឡាក់ដៃប្រឡាក់អីររឿងមួម៉ៅស្អែកឡើងទាញមកទៀតធ្លាក់ច្រវាក់ទៀតលើកដាក់ទៀតប្រឡាក់ដៃមួមកធាក់កង់ធាក់អីផងស្អែកមកទៀតធ្លាក់ច្រវាក់តើយើងនឹងធ្វើរឿងដដែលហ្នឹងប្រហែលដងទៀតចុះបើច្រវាក់ហ្នឹងវាធូរហេតុអីក៏យើងមិនរឹតឲ្យវាតឹងដើម្បីកុំឲ្យវាធ្លាក់ទៀតឬក៏រកវិធីយ៉ាងណាដាក់ប្រេងម៉ាស៊ីនដាក់អីទៅឲ្យវាស្រួលជាជាងការដែលធ្លាក់ចាប់ដាក់ទៀតតើយើងនៅធ្វើដដែលហើយរំពឹងលទ្ធផលថ្មីហ្នឹងតើយ៉ាងម៉េចទៅវិញបើយើងគិតជារឿងធម្មតាក៏គេគិតថាឈួតទេអីទៅធ្វើអញ្ចឹងហើយទៅចង់អត់ឃើញហើយបើវាធ្លាក់ច្រវាក់អញ្ចឹងហើយយើងអត់ព្រមរឹតច្រវាក់ហ្នឹងរត់ព្រមដាក់ប្រេងម៉ាស៊ីនអត់ព្រមអីវាធ្លាក់ទៀតហើយប៉ុន្តែនៅតែធ្វើអញ្ចឹងដដែលហើយរំពឹងថាអូប្រហែលចិត្តឆ្លប់ឈប់ធ្លាក់ហើយលើកក្រោយយើងធាក់ទៅទៀតវាអត់ឈប់ទេព្រោះអីច្រវាក់ហ្នឹងវាធូរពេកហើយរឿង logic ប៉ុណ្ណឹងយើងអត់ដឹងហ่ะហើយទៅប្រជាពលរដ្ឋហ្នឹងចេះទៅហើយសង្ឃឹមអូខេសង្ឃឹមទៀតចាស់បងប្អូនខ្ញុំមិនទៅជាជំទាស់អីទេពលរដ្ឋាភិបាលស៊ីប្រាក់ខែរៀសនឹងគាត់ប្រកែខាងអញ្ចឹងឯងឥឡូវចូលដល់រឿងសិទ្ធិសេរីភាពនៃពលករសហជីពកម្មករនៅស្រុកខ្មែរពេលដែលលោកនេតភក្ត្រាថាសេរីភាពព័ត៌មានឥឡូវនៅស្រុកខ្មែរ 80% អត់មានណារករឿងទេសប្បាយហើយអង្គុយលើចង្អេរលើកខ្លួនឯងប្រឹងតែខ្លួនឯងទៅហើយរឿងភូមិមានហ្នឹងក៏ចឹងដែរលោកអ៊ុំសំអានថាអង្គក់លក់ថ្នាំស្រែងទៅលើកសរសើរភូមិមានរឿងដោះលែងអ្នកទោសបទូបថយអ្នកទោសទោសអីអាខ្លួនឯងនេះដាក់កាន់តែធ្ងន់ហើយទៅសរសើរគេឥឡូវចូលដល់ក្បួនប្រពៃទិវាពលកម្មអន្តរជាតិរួមជុំចិត្តដោយកងសន្តិសុខសាលាក្រុងអាទិវាដើម្បីបង្ហាញសិទ្ធិសេរីភាពហ្នឹងណាកងសន្តិសុខច្រើនជាងអ្នកតបទៅមើលដូចសមោចទៅរួមហើយឃើញថ្ងៃហ្នឹងឃើញពួកគាត់ហ្នឹងយកញ៉ាត់យកអីដាក់ទៅដល់ប្រទេសជាមិត្តប្រទេសសហគមន៍ទូតអន្តរជាតិអីដែរហើយពិធីគេហ្នឹងគេធ្វើ2ទៅទៀតចឹងបានថាខ្មែរយើងបាច់បាក់គ្មានពេលស្បើយទេសហជីពកម្មករសេរីឯករាជ្យដែលឈឺឆ្អាលហ៊ាននិយាយការពិតអត់និយាយការពៀហ៊ាននិយាយរកដំណោះស្រាយអត់រកដំណោះសារហ្នឹងការដោះសារហ្នឹងគឺនាំគ្នាទៅបាតកម្មអាញាធមមកពាត់រួមចិត្តអាហ្នឹងគឺអ្នកគិតសុខទុក្ខកម្មករសហជីពមែនតើដូចមានកញ្ញាឈឹមស៊ីធដូចមានលោកស្រីអ៊ូទេផលីនដូចមានលោកខុនថារ៉ូដូចអីចឹងគេនាំគ្នាដាក់ញត្តិដើម្បីខ្លឹមសារនៃញត្តិរបស់គាត់មានអង្គការសង្គមស៊ីវិលដែលចូលសញ្ញាញត្តិហ្នឹងមានដូចជាជាង30គោលដៅរបស់គាត់គឺស្នើឲ្យស្ដារឡើងវិញកែតម្រង់ឧបសគ្គនានាដែលរៀងរាំងដល់ការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពចឹងគាត់យកញត្តិគាត់ទៅដាក់នៅទូតអង់គ្លេសឬក៏ទូតផ្សេងទៀតហ្នឹងដើម្បីឲ្យគេដឹងប៉ុន្តែអាជ្ញាធរហ្នឹងគឺថាតាមដូចសមហើយនៅក្នុងពេលជាមួយគ្នាហ្នឹងមាន1000អ្នកជាងឬក៏3000អ្នកឯណោះក្រុមទៀតដែលជាសហជីពគេដែរនោះគឺ3000អ្នកធ្វើនៅកោះពេជ្រ200អ្នកធ្វើនៅតាមផ្លូវ3000អ្នកជាងធ្វើនៅកោះពេជ្រហើយសិតតែតំណាងឲ្យសហជីពយើងមើលមកថាទៅជឿអីអ្នក200អ្នកហ្នឹងសិតតែពួកញុះញង់ឯណោះគេសហជីពត្រឹមត្រូវគេធ្វើនៅកោះពេជ្រ3000អ្នកស្ងាត់ឈឹងគ្មានអាជ្ញាធរណាទៅរកដបងឆក់ទៅពាត់អីហើយគេប្រាប់ថាប្រទេសខ្មែរមានសេរីភាពសហជីពដល់ទៅ3000អ្នកជាងយើងទៅស្ដាប់200អ្នកឬក៏ស្ដាប់3000អ្នកសហជីពខ្លះអស់លោកចោះនរកខ្ញុំក៏ប្រាប់ទេពេលដែលតវ៉ារឿងកម្មករប្រាក់ខែត្រូវឡើងណាថាលុយនឹងវាតិចណាស់ចាយមិនគ្រប់ទេគួរតែឡើងដល់ប៉ុណ្ណេះអ្នកដែលតវ៉ាឲ្យលុយឡើងណាមានដូចជាអ្នកស្រីយ៉ាងសុភ័ណ្ឌអ្នកស្រីអ៊ូទេផលីនឬក៏អឺលោកខុនថារ៉ូឬក៏កញ្ញាឈឹមស៊ីធអីនេះសិតតែមនុស្សឆ្នាំនៅក្នុងសហជីពដែលក្នុងចំណោម200នាក់ណាគេនាំគ្នាតវ៉ាឲ្យឡើងលុយផ្ទុយទៅវិញសហជីពដែលមានគ្នាដូច3000នាក់ហ្នឹងគឺតវ៉ាកុំឲ្យឡើងលុយអីប៉ុណ្ណឹងបានហើយចង់បានអីទៀតយើងការពារប្រយោជន៍កម្មករពេលកម្មករមានទុក្ខយើងទៅការពារថៅកែ
អាហ្នឹងគេហៅសហជីពកម្មករយើងអះអាងថាបើថៅកែឡើងលុយគាត់ច្រើនពេកទៅអស់ការងារធ្វើគេរត់ទៅរោងចក្រណាយើងអត់ការងារធ្វើយើងយកអីយើងយកការគំរាមកំហែងអញ្ចឹងដែលជីវភាពរស់នៅរបស់កម្មករសូម្បីតែរាល់ថ្ងៃហ្នឹង350ក៏អត់រស់ដែរមួយថ្ងៃមួយខែនោះហើយឥឡូវបានប៉ុន្មាន$210ឡើងពី204មកមួយឆ្នាំឡើង$2ចឹងអីតែអាស្អីឡើងនិយាយពីឡើង100 200%តែប្រាក់ខែកម្មករប្រាក់ឈ្នួលអីហ្នឹងគឺឡើង$210ទិញតែកន្ទក់ហូបអត់ចង់គ្រប់ផងកុំនិយាយថាតល់ទិញបាយរួចទៅយើងឲ្យកម្មករនេះសហជីពដែលនាំគ្នាទៅជួបនៅកោះពេជ្រហ្នឹងសុទ្ធតែអ្នកខ្ទាស់អត់ឲ្យឡើងទេហើយសហជីពដែលនាំគ្នាតវ៉ានៅតាមផ្លូវដែលត្រូវអាជ្ញាធរឃាត់ហ្នឹងគឺចង់ឲ្យឡើងយ៉ាងហោចណាស់ក៏235អីដែរថា235ហ្នឹងវាតិចនេះហើយដែលយើងចង់និយាយថាចំនួនតិចចំនួនច្រើនវាអត់សំខាន់ទេបងប្អូនព្រោះអាចំនួនច្រើនហ្នឹងគឺជាចំនួនយកមកគ្រាន់តែឲ្យគ្រប់គ្រងរដ្ឋាភិបាលដើម្បីលួងចិត្តប្រាប់សហគមន៍អន្តរជាតិថាស្រុកខ្មែរយើងសេរីភាពសារព័ត៌មានសេរីភាពសហជីពគឺសម្បូរណាស់មើល3000នាក់មកទល់200នាក់ហ្នឹងក៏ប៉ុន្តែសហគមន៍អន្តរជាតិគេមើល200នាក់នេះគេអត់មើលអា3000ហ្នឹងទេហើយអស់លោកនៅតែបោកខ្មែរទៀតទៅម្នាក់ក៏ដោយឲ្យតែមតិនឹងសមហេតុសមផលគេអត់មើល8 10លានទេព្រោះអី8 10លានហ្នឹងគាត់រងការអឺធ្វើទុកបុកម្នេញផ្លូវចិត្តផ្លូវសតិអារម្មណ៍អត់ហ៊ាននិយាយអីយើងអត់ហ៊ាននិយាយអីផងហ្នឹងថា8 10លានគេនៅស្ងៀមតែហេតុអីបានមាន2 3នាក់ចិត្តតែតវ៉ាមិនមែនអញ្ចឹងទេហេតុអីបានជាលោកហ៊ុនម៉ាណែតលោកហ៊ុនសែនចេះមករករឿងថាខ្មែរយើងជួនកាល4នាក់មកតវ៉ានៅទីក្រុងប៉ារីពេលលោកហ៊ុនម៉ាណែតមកអីថ្ងៃលើកមុននោះតវ៉ាតាក់ទងរឿងតុលាការព្រំប្រទានអន្តរជាតិរឿងអីនោះហើយទៅថា3 4នាក់រប៉េះរប៉ោះ3 4នាក់ហ្នឹងតំណាងឲ្យ8 10លាននាក់ហ្នឹងហើយហ្នឹងព្រោះអី8 10លាននាក់អត់ហ៊ាននិយាយអីផងហ្នឹងដូចសម័យខ្មែរក្រហមអញ្ចឹងមានណាហ៊ាននិយាយអីស្មានតែគេសបាយខ្មែរក្រហមសុកចិត្តឲ្យខ្មែរក្រហមសម្លាប់យើងអញ្ចឹងមែនហើយសួរណាហ៊ាននិយាយបើនិយាយតែគេសម្លាប់ដូច្នេះអ្នកដែលមានសិទ្ធិសេរីភាពសំបីតែមួយសម្លេងក៏តំណាងឲ្យទាំងអស់គ្នានឹងដែរយើងអត់ត្រូវការរាប់ចំនួនផ្ដេសផ្ដាស់អញ្ចឹងទេជាការពិតឲ្យប្រទេសប្រជាធិបតេយ្យបបោះឆ្នោតអាសម្លេងច្រើនយើងមិនឈ្នះគេទេប៉ុន្តែអាសម្លេងច្រើនរបៀបដើម្បីបំផ្លាញហ្នឹងយើងមិនគួរណាឲ្យតម្លៃពួកគាត់ពេកព្រោះអីយើងត្រូវស្ដាប់សម្លេងតិចតែជាសម្លេងពិតដែលពីការជួយចាប់ពិតជាជាងការបន្លំណាបងប្អូន